ខ្ញុំត្រូវទិញសំបុត្ររថភ្លើង3 ដងដោយគ្រាន់តែជិះ High Speed Train នៅក្នុងប្រទេសចិននេះជាបទពិសោធន៍ដ៏ជូរចត់មួយដំបូងបំផុតដែលកើតឡើងចំពោះខ្ញុំចំពោះការជិះ High Speed Train ឆ្លងខេត្តពីខេត្តមួយទៅខេត្តមួយក្នុងប្រទេសចិនបទពិសោធន៍នេះគឺចង់ចែករំលែកទៅបងប្អូនថាឲ្យតែយើងហ៊ានសាកល្បងមិនខ្វះទេឧបសគ្គនិងឱកាសអញ្ចឹងកុំខ្លាចបងប្អូនសាកល្បងម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតខ្វះអីនឹងជន់តែអត់ដឹងថាជន់អីណាគិតខ្លួនឯងណាបងប្អូនអញ្ចឹងសូមអភ័យទោសផងចំពោះការខ្វះ food take មួយចំនួនដែលដាក់ជូនបងប្អូននៅក្នុងវីដេអូនេះហើយសូមអភ័យទោសចំពោះមុខដ៏សែនម៉ៅមួយនេះព្រោះថាពេលហ្នឹងអស់និយាយតែម្ដងដំណើរសាច់រឿងមួយហ្នឹងគឺវាអញ្ចេះខ្ញុំត្រូវជិះ High Speed Train ពីសិនចិនទៅគួងជ័យហើយ High Speed Train នេះគឺត្រូវធ្វើដំណើរក្នុងរយៈពេល1ម៉ោងល្បឿនក្នុងចន្លោះ300គីឡូម៉ែត្រក្នុង1ម៉ោងពេលនោះខ្ញុំក៏ដឹងដែរថានៅចិនគឺមមាញឹកខ្លាំងមែនទែនហើយខ្ញុំខំទុកចន្លោះពេលវេលាក្នុង2ម៉ោងពីកន្លែងដែលខ្ញុំស្នាក់នៅនឹងទៅ train ហ្នឹងអញ្ចឹងខ្ញុំជិះតាក់ស៊ីទៅដល់ train គឺនៅសល់ពេល1ម៉ោងក្នុងរយៈពេល1ម៉ោងហ្នឹងយើងត្រូវតម្រង់ជួរឈរចាំយកសំបុត្រដែលយើងបានកក់អនឡាញហើយប៉ុន្តែពេលដែលតម្រង់ជួរហ្នឹងគឺចាយពេលយូរខ្លាំងមែនទែនចាយពេលរហូតដល់ប្រហែលជាខ្ញុំចាំគឺ50ទៅ60នាទីបងប្អូនក៏អញ្ចឹងគឺ1ម៉ោងពេញបឹបហើយអញ្ចឹងខ្ញុំសល់ពេលតែ1ម៉ោងហ្នឹងសម្រាប់ឡើងអាទិភ្លើងអញ្ចឹងទៅគ្រាន់តែដល់វេនខ្ញុំនៅខាងមុខ counter ភ្លាមគឺខ្វះតែ15នាទីដល់ម៉ោងឡើងរថភ្លើងបាត់ទៅហើយនៅពេលនោះយើងខាងយើងនេះគឺអត់ចេះចិនផងហើយខាងចិននោះគឺអត់ចេះអង់គ្លេសផងសួរគ្នានិយាយទៅនិយាយមកគេថាមិនបាច់យកលេខកៅអីទេចូល check in តែម្ដងទៅប៉ុន្តែមានណាពេលទៅដល់កន្លែង check in គេឲ្យ check in ទេព្រោះថាអត់មានលេខអីអញ្ចឹងគេដេញមកវិញទៀតពេលដេញមកវិញហ្នឹងមិនមែនថាយើងទៅសួរព័ត៌មានគេបានភ្លាមដូចនៅខ្មែរយើងទេណាយើងត្រូវតម្រង់ជួរសារឡើងវិញហើយបងប្អូនដល់មកហ្នឹងសល់តែ5នាទីទៀតគឺរថភ្លើងចេញទៅហើយអញ្ចឹងយើងតម្រង់ជួរមិននឹងតាន់ព្រោះតម្រង់ជួរវាត្រូវចាយពេលវេលាឡើង1ម៉ោងថែមទៀតអញ្ចឹងអាជិះមកក៏យឺតមិនតង់ដូរសំបុត្រម្ដងដល់ពេលតម្រង់ជួរលើកទី1ហ្នឹងដូរសំបុត្រម្ដងហើយដល់ពេលហើយយើងត្រូវទៅតម្រង់ជួរលើកទី2ទៀតអញ្ចឹងយើងត្រូវទិញសំបុត្រម្ដងទៀតហើយការដូរសំបុត្រម្ដងពីម្ដងទៅម្ដងហ្នឹងមិនមែនបានន័យថាយើងដូរបានគិតលុយណាគឺយើងទិញទាំង3ដងចាសាកសម័យមើលទៅទិញទាំង3ដងហើយគុណនឹងចំនួនមនុស្សជិះទៅដឹងថាចំណាយហ្នឹងគឺវាគុណនឹង3ចាឆ្អែតឆ្អន់តែម្ដងស្ថានីយ៍រថភ្លើងរបស់គេហ្នឹងគឺធំខ្លាំងមែនតើធំឡើងដូចពលានយន្តហោះអញ្ចឹងមានខាងលើខាងក្រោមដីអីទៀតអញ្ចឹងយើងឡើងចុះឡើងទៅរត់មកហ្នឹងក៏ចាយពេលមិនតិចជាងកន្លះម៉ោងដែរហើយអញ្ចឹងទម្រាំបានឡើងរថភ្លើងហ្នឹងគឺបត់3ដងចា3ដងហើយឡើងរថភ្លើងរត់ទាំងទៅហេបទៅហប់ទៀតដូចនេះមេរៀនចង់ជូនទៅបងប្អូនក្នុងការជិះ High Speed Train ឆ្លងខេត្តនៅក្នុងប្រទេសចិនណាសូមត្រៀមឲ្យបានច្រើនម៉ោងបន្តិចបងប្អូន2ម៉ោងគឺអត់គ្រប់គ្រាន់ទេ3ម៉ោងគឺល្អបំផុតចាហើយមុននឹងឃើញទេសភាពស្អាតៗនៅក្នុងវីដេអូហ្នឹងដូចបងប្អូនឃើញយើងរត់ឡើងទៅហេបទៅហប់ឆ្លេកឆ្លាឆ្កាដៃឆ្កាជើងនៅពេញពលានពេញស្ថានីយ៍រថភ្លើងគេនឹងឯងហើយបន្ទាប់ពីយើងបានឡើងដល់រថភ្លើងហើយចាអង្គុយសម្រាប់បន្តិចយើងក៏បានឃើញទេសភាពដ៏ស្រស់ស្អាតនៅលើរទេះភ្លើងរបស់គេហ្នឹងគឺពិតជាស្អាតមែនចាអញ្ចឹងបានគេថាក្រោយពេលអីគេក្រោយពេលភ្លៀងគឺមេឃស្រឡះចាប់ពិតជាស្រឡះមែនទេសភាពស្អាតថ្ងៃរៀបលិចឡើងសតុនគួរឲ្យស្រឡាញ់ការចែករំលែកនៅក្នុងវីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណបងប្អូនកុំភ្លេចជួយ like និង comment ផងណាបងប្អូនដើម្បីជាការលើកទឹកចិត្តក្នុងការធ្វើវីដេអូផ្សេងៗទៀតយកមកចែករំលែកជូនបងប្អូនបានទស្សនា